បាទសួស្តីនិស្សិតប្រុសស្រីទាំងអស់គ្នាបាទយើងថ្ងៃនេះយើងរៀនអំពីស្រៈផ្សំគឺស្រៈពេញតួផ្សំជាមួយនឹងអនុស្វារៈអញ្ចឹងយើងមើលអនុស្វារៈណាយ៉ាងម៉េចហើយមួយទៀតគឺស្រៈនិស្ស័យផ្សំជាមួយនឹងអនុស្វារៈណាយើងសរសេរមកស្រៈនិស្ស័យផ្សំជាមួយនឹងអនុស្វារៈបាទអញ្ចឹងយើងមើលទាំងអស់គ្នាណាគឺណាស្រៈនិស្ស័យអញ្ចឹងយើងដាក់ស្រៈទី1យើងដាក់អណាអចុះហ្នឹងអគឺមកពីនឹងយើងយកស្រៈអបូកជាមួយនឹងអាំងហ្នឹងគឺអនុស្វារៈណាហើយទៅជាអាំងឬក៏អាំទៅជាអានតាអាំអាំងក៏បានអាំក៏បានបាទសូមសូវាសំឡេងវាហើយឧទាហរណ៍ថាដូចជាពាក្យអាយ៉ាំនឹងអាយ៉ាងឬក៏អាយ៉ាំហ្នឹងបានណានឹងហើយយើងយកស្រៈនិស្ស័យគឺស្រៈអនឹងបូកជាមួយអាំងទៅជាអាំងអាំឧទាហរណ៍ថាតាក់ជាមួយនឹងអាំងទៅជាតាំងបាទតាំងនឹងអានតាំងយ៉ាងឯងហើយឥឡូវយើងយកឧទាហរណ៍ទី2ណាលុបចោលយើងដាក់ឧទាហរណ៍ទី2បាទឧទាហរណ៍ទី2គឺអាំងអយើងយកអាដាក់ជាមួយអាំងទៅជាអាំងទៅជាអាំអានទៅអាំហ្នឹងឧទាហរណ៍ដូចជាពាក្យច្រើននៅក្នុងហ្នឹងហ្នឹងអាណាំដូចជាពាក្យអាណាំណាដែលយើងអាណានោះណាអាណាំនឹងហើយចំពោះស្រៈនិស្ស័យគឺយើងយកអានោះផ្សំជាមួយនឹងអាំងទៅជាអានថាអាំបាទអានអាំអញ្ចឹងឧទាហរណ៍ដូចជាសីដាក់ពាក្យថាសីតាំពនាងសីតាំនឹងឈ្មោះរបស់គេណានៅក្នុងប្រែនៅក្នុងសៀវភៅសំស្ក្រឹតគេមានពនាងនៃសីតាំហ្នឹងស៊ីតាំហ្នឹងបាទ